មិនគិតចំណេញឬខាត់ដីការវាស់វែងនឹងបោះបង្គោលព្រំដែនបណ្ដោះអាសន្នគឺដើម្បីកំណត់ខ្សែព្រំដែនដែលត្រឹមត្រូវរវាងកម្ពុជានិងថៃការវាស់វែងនឹងបោះបង្គោលព្រំដែនបណ្ដោះអាសន្នជាមួយនឹងថៃមិនមែនដើម្បីគណនាអំពីការចំណេញឬខាត់ដីនោះទេប៉ុន្តែដើម្បីកំណត់ខណ្ឌសីមានៅលើដីជាក់ស្ដែងនេះគឺជាការបញ្ជាក់របស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៅថ្ងៃទី25ខែវិច្ឆិកានេះសម្ដេចធិបតីហ៊ុនម៉ាណែតបានបញ្ជាក់ថាគោលដៅចម្បងរបស់កម្ពុជាគឺការកំណត់គោលព្រំដែននៅលើដីជាក់ស្ដែងដែលគូបញ្ជាក់អំពីខ្សែព្រំដែនមួយដែលត្រឹមត្រូវនិងច្បាស់លាស់រវាងកម្ពុជានិងថៃដោយផ្អែកលើមូលដ្ឋាននៃឯកសារកិត្តិយសដែលបន្សល់ទុកពីសម័យអាណាព្យាបាលបារាំងនិងច្បាប់អន្តរជាតិសម្ដេចធិបតីជឿថាគោលការណ៍នេះគឺជាវិធីសាស្ត្រដោះស្រាយបញ្ហារយៈពេលវែងដើម្បីឈានទៅបញ្ចប់ចំនួននិងបង្កលក្ខណៈឲ្យពលរដ្ឋនៅតំបន់ព្រំដែនដែលមានបញ្ហាអាចទទួលសេចក្តីសុខនិងបន្តជីវភាពរស់នៅជាប្រក្រតីឡើងវិញព្រមទាំងធានាការការពារអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាគូប្រៀបថាតាមស្មារតីដែលបានឯកភាពគ្នារវាងគណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជាថៃដែលហៅថា JBC ភាគីកម្ពុជានិងភាគីថៃបានឯកភាពបញ្ជូនក្រុមវាស់វែងចម្រុះអនុវត្តការងារវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅកំណត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ4247នៅខេត្តបន្ទាយមានជ័យនិងលេខ5259នៅបាត់ដំបងកិច្ចការនេះត្រូវបានគេយកមកជជែកវែកញែកតាមបណ្ដាញសង្គមដោយចោទសួរនិងបង្ហាញកង្វល់ថាកម្ពុជាខាតប្រយោជន៍ឬបាត់បង់ទឹកដីជាដើម។